វាទុំវាចេញពណ៌បែបនេះហើយមិនដឹងថាពុកម៉ែបងប្អូនណាខ្លះដែលស្គាល់ផ្លែហ្នឹងហើយពុកម៉ែបងជម្រាបសួរម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំចេញវីដេអូថ្មីមួយទៀតហើយវីដេអូមួយហ្នឹងពាក់ព័ន្ធទៅនឹងរុក្ខជាតិមួយយ៉ាងដែលវាមានតែនៅក្នុងព្រៃឯងហើយក៏អត់មានអ្នកស្គាល់ច្រើនដែរអញ្ចឹងរុក្ខជាតិមួយហ្នឹងផ្លែវាលក្ខណៈជាចកោមដូចស្តៀងទៅនឹងផ្លែស្អីចេះទាំងលក្ខណៈជាចកោមហើយទូចឯងហើយរសជាតិរបស់វាផ្អែមលាយចត់ហើយវាសម្បូរទៅដោយសារធាតុជំនួយគ្រាប់ឈាមវាស្តៀងទៅនឹងមានសារធាតុ fiber ច្រើនវាស្តៀងទៅនឹងប្រភេទផ្លែព្រីងហើយប៉ុន្តែវាទូចទេមិនផ្លែព្រីងហ្មងទេអញ្ចឹងសង្ឃឹមថាពុកម៉ែបងប្អូនឃើញផ្លែនេះហើយនឹងស្គាល់ឬក៏មិនស្គាល់អីអាចមកតាមដានទាំងអស់គ្នាជាមួយខ្ញុំបាទអញ្ចឹងផ្លែឈើមួយហ្នឹងគឺការខ្ញុំនៅរៀនបឋមខ្ញុំតែងតែបេះវារហូតដល់តែថាយើងជិះកង់ធាក់កង់ទៅរៀនបឋមក៏នឹងធាក់កង់ឆ្ងាយដែរចូល5-6 គីឡូដែរពីភូមិខ្ញុំទៅកន្លែងរៀនហ្នឹងកាលនៅទូចហើយមុននឹងទៅដល់សាលាហ្នឹងគឺខ្ញុំតែងតែចូលទៅបេះផ្លែហ្នឹងសិនបានទៅសាលាហ្នឹងហើយអញ្ចឹងមករំលឹកអនុស្សាវរីយ៍មួយខ្ញុំទាំងអស់គ្នាថាផ្លែហ្នឹងជាផ្លែអីតោះមកមើលទាំងអស់គ្នាបាទនេះពុកម៉ែបងប្អូនឃើញដើមទេតើផ្លែហ្នឹងជាផ្លែអីហើយនេះផ្លែរបស់វាអានេះក្តឹបឯណាអត់ទាន់ចាស់ឯនេះបានចាស់តទៅសចេះបានចាស់ហើយផ្លែហ្នឹងពេលដែលវាទុំវាចេញពណ៌បែបនេះពេលដែលវាទុំវាចេញពណ៌បែបនេះហើយមិនដឹងថាពុកម៉ែបងប្អូនណាខ្លះដែលស្គាល់ផ្លែហ្នឹងហើយពុកម៉ែបងប្អូនណាខ្លះដែលធ្លាប់បានញ៉ាំផ្លែហ្នឹងអញ្ចឹងផ្លែហ្នឹងវាពណ៌ខ្មៅអញ្ចឹងឯងទុំហើយនៅខាងខ្ញុំគឺកាលនៅទូចខ្ញុំចាំបានគេហៅថាផ្លែប៉ក់ចាបហើយផ្លែហ្នឹងមានតែមួយដើមហ្នឹងទេខ្ញុំនឹងកម្រងថានឹងកាត់ផ្លែហ្នឹងយកទៅដាំនៅភូមិហើយផ្លែហ្នឹងផ្លែវាបែបនេះទម្រង់បែបនេះហើយនេះខ្ញុំកាត់ហើយបាទអញ្ចឹងពុកម៉ែបងប្អូនទាំងអស់គ្នានេះផ្លែហ្នឹងអញ្ចឹងខ្ញុំញ៉ាំហើយណាចត់ផ្អែមញ៉ាំហើយផ្លែហ្នឹងគ្រប់វារបស់វាពុកម៉ែបងប្អូននេះក្របវាណាក្របវាបែបហ្នឹងហើយទុំគឺរសជាតិវាផ្អែមចាត់ហើយបើខ្ចីអត់ញ៉ាំអត់កើតទេរឹងយកបរហើយអញ្ចឹងវីដេអូមួយហ្នឹងគឺខ្ញុំចង់បង្ហាញពីផ្លែមួយហ្នឹងគេហៅថាផ្លែប៉ក់ចាបអញ្ចឹងបើសិនជាពុកម៉ែបងប្អូនស្គាល់ផ្លែហ្នឹងអីឈ្មោះផ្សេងអាចណែនាំឬក៏ដូចជា comment នៅក្នុងchannel YouTube របស់ខ្ញុំបាទផងបាទសូមអរគុណសូមជម្រាបលា